បាទសួស្តីនិងជំរាបសួរបាទទៅកាន់លោកយាយលោកតាបងប្អូនណាបាទឪពុកម៉ែយើងបាទជាទីរាប់អានបាទហើយស្រាប់ថ្ងៃនេះបាទគឺបុណ្យការសាមគ្គីបងប្អូនបាទដែលធ្វើឡើងនៅវត្តបាទឧត្តមរតនារាមបាទហៅថាវត្តស្រះធុលបងប្អូនបាទហ្នឹងហើយអញ្ចឹងមកបងប្អូនយើងដែលមានបំណងបាទចង់ចូលរួមបាទនៅកម្មវិធីផ្សេងៗបាទដែលព្រះគ្រូចៅអធិការវត្តបាទដែលតែងតែគាត់ធ្វើការរៀបចំណាបងប្អូនយើងហ្នឹងហើយអញ្ចឹងចំនួនការរាប់បាតប្រសង់ជាបច្ច័យនេះបងប្អូនបាទគឺសរុបទៅគឺចំនួន50អង្គបងប្អូនបាទហើយយើងមានក្រុមតន្ត្រីឆាយាមបាទអបអសាទរបាទទៅដល់បងប្អូនបាទលោកយាយលោកតាណាបាទដែលគាត់តែងតែចូលរួមបាទនៅក្នុងកម្មវិធីបុណ្យផ្កាសាមគ្គីនេះផងដែរបងប្អូនបាទអញ្ចឹងសម្រាប់បងប្អូនយើងដែលចង់ដឹងពីដំណឹងណាបាទបងប្អូនបាទអាចធ្វើការ comment បាទនៅខាងក្រោមនៃវីដេអូរបស់ខ្ញុំបានហ្នឹងហើយខ្ញុំនឹងធ្វើការជូនដំណឹងជូនទៅកាន់បងប្អូនយើងបាទជារៀងរាល់ពេលដែលព្រះគ្រូចៅអធិការវត្តដែលគាត់ធ្វើការរៀបចំឡើងណាបាទនៅកម្មវិធីនីមួយៗបងប្អូនបាទអញ្ចឹងបងប្អូនណាបាទដែលគាត់តែងតែចូលរួមគឺឃើញថាច្រើនផងដែរបងប្អូនបាទនេះគឺខ្ញុំផ្តិតយកតែការរាប់បាតទេបងប្អូនបាទហ្នឹងហើយចំពោះវីដេអូបាទទស្សនវិជ្ជានៃការផ្សេងហ្នឹងគឺខ្ញុំអត់បានផ្តិតយកជូនចែកជូនបាទទៅកាន់បងប្អូនយើងនោះទេដោយសារតែខ្ញុំបាទធ្វើចេញជាវីដេអូនេះគឺមានតែបានតែប៉ុណ្្នឹងអញ្ចឹងណាបងប្អូនបាទអញ្ចឹងក៏សូមអធិស្ឋានបាទទៅដល់បងប្អូនយើងដែលគាត់តែងតែតាមដានបាទក៏ទស្សនាបាទក៏ដូចជា Channel YouTube របស់ខ្ញុំបាទហ្នឹងហើយក៏ដូចជាបាទpage របស់ខ្ញុំបាទនេះផ្ទាល់តែម្ដងផងដែរបាទអញ្ចឹងបងប្អូនយើងបើចង់បាននៅវីដេអូបាទថ្មីដែលខ្ញុំធ្វើការផ្តិតយកនៅទស្សនវិជ្ជារួមនោះបងប្អូនយើងបាទនៅវត្តឧត្តមបាទមនីរតនារាមបាទហៅថាវត្តស្រះទល់នោះបងប្អូនអាចជួយធ្វើការចុចបាទជាវនៅ Channel YouTube របស់ខ្ញុំបាទបានក៏ដូចជា page បាទផ្លូវការរបស់ខ្ញុំបាទហ្នឹងគឺស៊ីមហៀងបងប្អូនបាទហ្នឹងហើយ Channel YouTube ផងខ្ញុំហ្នឹងគឺមានឈ្មោះថាក្រមុំកសិករណាបងប្អូនយើងហ្នឹងហើយ Channel YouTube បងប្អូនយើងអាចចូលទៅធ្វើការចុចជាវបាទឬក៏ Subscribe បាទនៅ Channel របស់ខ្ញុំបាទបាទដើម្បីទទួលបាននៅវីដេអូបាទថ្មីបាទក៏ដូចជាការផ្ដល់ជូនថ្មីវីដេអូយើងប្រពធ្វើឡើងផងដែរបងប្អូនណាបាទហ្នឹងហើយបាទអញ្ចឹងអរគុណបាទសម្រាប់បងប្អូនយើងបាទដែលគាត់តែងតែតាមដានក៏ដូចជាការទស្សនាវីដេអូរបស់ខ្ញុំបាទនេះតាំងតែពីដើមបាទនៃវីដេអូបាទរហូតទៅដល់ទីបញ្ចប់ក៏ដូចគេហៅថាចុងបញ្ចប់នៃវីដេអូនីមួយៗណាបងប្អូនយើងហ្នឹងហើយអញ្ចឹងក៏សូមថ្លែងអំណរអគុណបាទសម្រាប់ឆ្នាំថ្មីខាងមុខនេះបាទសូមអរគុណបងប្អូនយើងសំណាងណា